lịch sử LM 160 នេះតាក់ទងជាមួយ remote control នេះវាអត់ដើរអត់ស្គាល់អត់ connect ជាមួយ LAN អញ្ចឹងយើងធ្វើវា connect វាឲ្យដើរវិញនេះវាអត់ connect ទេ remote is not connect to the vehicle operation is restrict ទាំងពីរអត់ដើរទាំងពីរចឹងដំបូងយើងចូល setting យើងយក specification តោះមកមាន serial number យើងចុច10 ដង 1 2 3 4 5 6 7 8 9 10 តោះមកយើងចុចlegal information តោះមាន copyright មាន license information administrator setting យក administrator setting យក factory reset ចឹងវាឲ្យ reset all setting to system default យើងយកពេល reset ទៅវានឹងវា reboot ហើយមួយនេះយើងដូចគ្នាដែរនេះយើងធ្វើដូចគ្នាចុច spec 1 2 3 4 5 6 7 8 9 10យើងយកពាក្យ local admin ហើយ factory reset តើមកយើងចូលទៅបើកក្នុងកុំព្យូទ័រមកនេះយើងយកពីយើងប្រើ hotel navigation យក special function ហើយយើងមានពី remote control remote វាសួរយើង to switch on the remote by the tool អូខេតោះមកទៅ engine power on អញ្ចឹងយើងបើស on អត់បិឆេះទេបើស on អញ្ចឹងទៅហើយនិយាយនេះដើរអញ្ចឹងយើងយក nick នេះវា load លើនេះហើយវា load លើនេះអញ្ចឹងយើងទៅ connect ជាមួយ tablet 2 នេះវិញជើងវា call connect អញ្ចឹងវាមាន load ទៀតនេះអញ្ចឹងវាឲ្យ code មកគឺយើង pair អានោះយើងមាន វា load មកអូខេអញ្ចឹងវាដើរមួយនេះយើង pair ដូចគ្នាវា load ID មកនេះវា load ID ឲ្យយើង pair ដែរណាតែវា boot ដែរ very incomplete right វាមាន left and right អញ្ចឹងវា boot ដែរយើងទៅមើលលើក្រុមវា restart ដែរទីទៀតវានឹង restart ហើយវានឹង load មកអេក្រុមធំក៏វា load ដែរវាដើរដែរក្រុមធំអញ្ចឹងវាធ្វើការតាណាគ្នាវាពង clearing អានោះដើរមុខអូខេហើយនៅក្រោយទៅពង boot ទេអញ្ចឹងវា load មកអូខេនេះអញ្ចឹងវាចេញមកនេះវាចេញមកដែរអញ្ចឹង left right វាមាន left និង right អញ្ចឹងយើងលើបាក់ឬយើង on អញ្ចឹងមកនិយាយចេញទូទាស់ចេញហ្នឹងយើងបញ្ជាបាន
audio FM ចឹងលឺចឹងទៅប៉ុណ្្នឹងទេចឹងយើងចុច ផ្សេងក្លាមេតដាធម្មតាខាងនេះអូខេយើងវិជាភ្លើងជាក្អីមានអបមានអននេះអបអនអូខេចឹងយើងប៉ុណ្្នឹងទេ